បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ដែលបានវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយបាននៅក្នុងคลิปវីដេអូមួយនេះខ្ញុំចង់បង្ហាញអំពី remove account Gmail ចេញពីក្នុង YouTube ណាបងប្អូនបាទជុំបងប្អូនដែលបាន login ចូលហើយបងប្អូនចង់ធ្វើការ remove Gmail ក៏ដូចជា channel អញ្ចឹងណាដែលយើងបានដាក់នៅក្នុង YouTube ប៉ុន្តែបងប្អូនមួយចំនួនគាត់ចេះពីការ remove បងប្អូនមួយចំនួនខ្លះទៀតក៏អត់ចេះពីការ remove channel ក៏ដូចជា Gmail ចេញពីក្នុងកម្មវិធី YouTube នឹងដែរបាទដោយសារនៅក្នុងទូរស័ព្ទ iPhone វាមានការអាប់ដេតច្រើនអញ្ចឹងមួយជំនាន់ដូចជាមួយជំនាន់វាអាចធ្វើការអាប់ដេតរហូតអញ្ចឹងវាមានលក្ខណៈ remove ខុសគ្នាបន្តិចបាទបងប្អូនបាទតោះបើអញ្ចឹងកុំឲ្យនៅខាត់ពេលយូរយើងចូលទៅធ្វើក៏ដូចជាមកធ្វើការ remove Gmail របស់យើងបាទឥឡូវយើងមកដឹងអំពីchannel ក៏ដូចជា Gmail របស់យើងដែលយើងបាន login នៅក្នុង YouTube ណានៅក្នុងកម្មវិធី YouTube មួយនេះចឹងបងប្អូនចុចមកលើនឹងមកបាទបន្ទាប់ទៀតបងប្អូនមកមើលរូប profile នៅផ្នែកខាងក្រោមនេះចឹងបងប្អូនចុចមករូប profile ហ្នឹងចឹង Gmail មួយនេះក៏ដូចជា channel មួយហ្នឹងណាដែលយើងចង់ remove ចេញពីក្នុងកម្មវិធី YouTube បាទចឹងមួយនេះឥឡូវយើងចាក់ចេញពី YouTube សិនបាទអញ្ចឹងដើម្បីធ្វើការ remove បានបងប្អូនត្រូវតែចូលមកក្នុង App Store ណាជាជំហានដំបូងបងប្អូនចូលមកក្នុង App Store បាទអញ្ចឹងបងប្អូនស្វែងរក App Store មកអញ្ចឹងនៅក្នុងត្រង់នេះបងប្អូនចូលមកក្នុង App Store តោះទៀតបងប្អូនធ្វើការ search បាទកន្លែងនេះបងប្អូន search នៅផ្នែកខាងក្រោមនេះប្រឡោះហ្នឹងហើយបងប្អូនវាពាក្យថា Google វាពាក្យថា Google GOOGLE បាទហើយបងប្អូនឃើញសញ្ញា search ផ្ទាំងពណ៌ខៀវនេះនៅផ្នែកខាងក្រោមហ្នឹងបងប្អូនចុចមកលើពាក្យហ្នឹងមកបាទបន្តទៀតវាបង្ហាញផ្ទាំងថ្មីមួយបែបនេះបងប្អូនចុចទៅលើពាក្យ open ត្រង់នេះដោយសារតែខ្ញុំបានធ្វើការdownload វាម្ដងក៏ដូចជាធ្វើការដំឡើងកម្មវិធីនឹងរួចហើយអញ្ចឹងវាដាក់ពាក្យថា open នៅត្រង់នេះចឹងបងប្អូនចុចទៅលើពាក្យ open ហ្នឹងមកចឹងវាបង្ហាញផ្ទាំងថ្មីមួយអញ្ចឹងបាទអញ្ចឹងខ្ញុំបាទធ្វើការ remove បងប្អូនផ្នែកក្រឡេកមកមើលផ្នែកខាងលើវាមានរូប profile ត្រង់នេះទូចតិចណាបាទឥឡូវមកលើរូប profile ហ្នឹងតែជាអត់សូវច្បាស់តិចបងប្អូនបាទចុចមកលើនឹងតិចមកបាទបន្តទៀតបងប្អូនឃើញគេដាក់នេះរូប profile ទូចនេះសិតតែ Gmail នៅក្នុងទូរស័ព្ទដៃរបស់យើងណាគឺបងប្អូនចុចសញ្ញា tick ត្រង់នេះមកតិចនេះពណ៌សទូចហ្នឹងចុចលើហ្នឹងមកអញ្ចឹងវានឹងបង្ហាញGmail ទាំងអស់ដែលមាននៅក្នុងទូរស័ព្ទដៃហ្នឹងណាហើយបងប្អូនscroll តិចក្រឡេកមកមើលផ្នែកខាងក្រោមនេះគេដាក់ថាបាទ manage account on this device អញ្ចឹងគេថាគ្រប់គ្រង account នៅលើ device ហ្នឹងណាកន្លែងដែលយើងដឹងអញ្ចឹងបងប្អូនចូលមកចុចទៅលើពាក្យហ្នឹងទៅបាទចុចទៅលើពាក្យហ្នឹងអញ្ចឹងវានឹងបង្ហាញ Gmail ដែលយើងត្រូវលុបអញ្ចឹងខ្ញុំចង់ធ្វើការលុបនេះ Gmail នៅក្នុងនេះនៅក្នុងchannel YouTube ទូរស័ព្ទដៃរបស់យើងហ្នឹងអញ្ចឹងបងប្អូនគ្រាន់តែចុចទៅលើពាក្យ remove from this device បាទអញ្ចឹងខ្ញុំធ្វើការចុចទៅលើពាក្យហ្នឹងនេះតែចុចទៅយើងលុប Gmail ហ្នឹងហើយយើងលុប Gmail មួយហ្នឹងចេញពី
កម្មវិធី YouTube ដែរបាទលុបទាំង Gmail ហើយគឺវាបាត់ទាំង channel មួយគ្នាហ្នឹងបាទឥឡូវយើងចុចមកតទៀតបងប្អូនចុចទៅលើពាក្យ remove នេះបាទចុចទៅលើពាក្យ remove ហ្នឹងមកបាទតែប៉ុណ្ណឹងគឺរួចរាល់แล้วបងប្អូនបាទយើងបានធ្វើការ remove Gmail មួយហ្នឹងហើយដែលវាបាន login ចូលនៅក្នុងកម្មវិធី YouTube ណាឥឡូវខ្ញុំធ្វើការអឺចាក់ចេញពីGoogle នឹងសិនអញ្ចឹងយើងចូលមកក្នុងអឺ YouTube វិញកម្មវិធី YouTube អញ្ចឹងចុចទៅលើកម្មវិធីហ្នឹងមកអញ្ចឹងឃើញវាបាត់ហើយបងប្អូនបាទអ្នកមកមើលផ្នែកខាងក្រោមនេះមកដែលរូប profile នេះឥឡូវខ្ញុំចូលរូប profile ឡើងវិញណាបាទចូលមកគឺអត់មានទេបងប្អូនបាទគឺបាត់អត់អញ្ចឹងតើតើយើងធ្វើការបដូរដាក់ Gmail ថ្មីទើបយើងអាចមើលកម្មវិធី YouTube នឹងឃើញវិញបាទអញ្ចឹងរបៀបremove Gmail នៅក្នុងកម្មវិធី YouTube ហ្នឹងក៏បានឈានមកដល់ទីបញ្ចប់ផងដែរបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីចំណុចចាប់ផ្ដើមរហូតដល់ទីបញ្ចប់បាទសូមអរគុណនិងសូមជម្រាបលាយើងនឹងជួបគ្នានៅคลิปវីដេអូវគ្គក្រោយៗជាបន្តទៀតបាទសូមអរគុណ